ជំរាបសួរបងសុភាបាទជំរាបសួរបងថ្ងៃនេះខ្ញុំមានសំណួរពី3សំណួរចង់សួរបងណាបងបាទបងបាទសំណួរទី1គឺខ្ញុំចង់សួរថាបច្ចុប្បន្នបងប្រើប្រាស់យន្តអគ្គិសនី Ion model ណាដែរបងបាទសប្តាហ៍ខ្ញុំប្រើប្រាស់រថយន្តអគ្គិសនី Ion Hightech XT Hightech XT បងប្រើប្រាស់ Hightech XT បានរយៈពេលប្រហែលខែបងខ្ញុំប្រើប្រាស់បាន7-2ខែខ្ញុំប្រើប្រាស់ Hightech XT បងប្រើប្រាស់ Hightech XT បានរយៈពេលប្រហែលខែបងចូល5ខែនេះហើយបាទ5ខែយូរដែរចឹងបងបាទមកល្មមmodel Y Plus បងប្រើប្រាស់យន្តអគ្គិសនី Y Plus បានរយៈពេលប្រហែលខែបានរយៈពេល7-1ឆ្នាំ1ឆ្នាំបងកាលពីមុនបងប្រើប្រាស់រថយន្តសាំងឬក៏រថយន្តម៉ាស៊ីនបងធ្លាប់ប្រើសាំងទាំងម៉ាស៊ីនបាទទាំងសាំងទាំងម៉ាស៊ីនបាទអញ្ចឹងបងធ្លាប់ប្រើគ្រប់អស់ហើយបងបាទតាមមុនបងប្រើប្រាស់រថយន្ត Ion ហ្នឹងបងប្រើប្រាស់រថយន្តសាំងឬក៏រថយន្តម៉ាស៊ីនបងខ្ញុំប្រើប្រាស់រថយន្តសាំងខ្ញុំប្រើប្រាស់ឡានសាំងតាំងពីបងប្រើប្រាស់យន្តអគ្គិសនី Ion មកតើបងមានចំណាប់អារម្មណ៍មិនដែរទាក់ទងទៅនឹងការថែទាំការសន្សំសំចៃឬក៏ការប្រើប្រាស់សម្រាប់ការប្រើប្រាស់យើងនិយាយពីការសំចៃណាគឺថាការសំចៃប្លែកមែនតើនិយាយរួមធៀបជាមួយឡានសាំងពីមុនគឺខុសគ្នាលើសពាក់កណ្ដាលទៅទៀតបានន័យថាពីមុនចំណាយ 100% ឥឡូវសល់តែ45ឬ40% ទេបាទខ្ញុំគិតថាមានភាពខុសគ្នាច្រើនព្រោះការខ្ញុំប្រើរថយន្តសាំងនោះមួយខែខ្ញុំប្រើអស់$150ក្នុងការគាត់តែចាក់សាំងណាបាទតែបើខ្ញុំប្រើរថយន្តអគ្គិសនី2អាទិត្យខ្ញុំសាកម្ដងអញ្ចឹងបានន័យថា2អាទិត្យសាកម្ដងបាទម្ដងអស់តែ$60000អញ្ចឹង$15បាទអញ្ចឹងបើយើងគិតទៅមួយខែខ្ញុំសាក់អស់យ៉ាងច្រើន$30ជាងសេលបានច្រើនបងបាទការថែទាំអត់អីពិបាកផងព្រោះប្រើអគុយបាទហើយសំចៃបានខ្លាំងបាទបងគិតយ៉ាងម៉េចដែរទៅនឹងសេវាកម្ម after sale service បងសេវាកម្មអត់អីហងដល់ពេលដែលមានបញ្ហាលើមុនខ្ញុំធ្លាប់មានបញ្ហាលឺដូចជាគ្រោះនៅក្នុងកង់ណាតែភ្លាមក៏មកភ្លាមបាទជួយសេវាភ្លាមមកចំពោះសេវាកម្មខ្ញុំយល់ថាល្អហើយគាត់ការឆ្លើយតបរបស់គាត់លឿនតាមអ្វីដែលខ្ញុំជួបពីមុនណាហើយឃើញថាគាត់ឆ្លើយហ្នឹងគឺមានអ្នកបច្ចេកទេសខាងរោងចក្រខាងអីជួយ support ពីក្រោយអញ្ចឹងអ្វីដែលយើងបានពីគាត់មកគឺមានភាពជាក់លាក់ច្បាស់លាស់ចំពោះសេវាកម្ម after sale របស់គាត់ខ្ញុំគិតថាល្អព្រោះពេលគាត់ណាត់ខ្ញុំទៅតឡើងអេបតឡើងអីគាត់ទៀងម៉ោងទៀងអីចឹងបាទទី1ទី2ពេលខ្ញុំអត់យល់កន្លែងណានៅក្នុងការប្រើប្រាស់រថយន្តខ្ញុំអាចសួរគាត់ទៅតាម Telegram គាត់ឆ្លើយភ្លាមៗបានបាទពេលដែលបងចុះខែទៅផ្លូវឆ្ងាយឆ្ងាយម្ដងបងមានការព្រួយបារម្ភអីទេទៅលើរ៉ែងក៏ដូចជាកន្លែងសាកថ្មបងដូចជាអត់អីដែរព្រោះអីដោយសារឥឡូវគ្រប់ខេត្តទាំងអស់គឺសិតតែមានឆ្នាំងសាកបងបាទអញ្ចឹងនៅក្នុង map ហ្នឹងអីគឺគេមានចងឲ្យអស់ហើយយើងទៅណាក៏ឃើញដែរបាទបងចំពោះខ្ញុំទៅខេត្តខ្ញុំដូចអត់បារម្ភទេព្រោះឥឡូវខ្ញុំគិតថាឆ្នាំងសាក fast charge នេះវាមានច្រើនអត់សូវព្រួយបារម្ភបងព្រោះឥឡូវកន្លែងសាកមានច្រើនបាទទីចុងក្រោយបងមានពាក្យពេចន៍ផ្ដាំផ្ញើអ្វីខ្លះទៅដល់បងប្អូនដែលចង់ផ្លាស់ប្ដូរមកប្រើប្រាស់យន្តអគ្គិសនី Ion បងសម្រាប់ខ្ញុំ highly recommend បានន័យថាបងប្អូនយើងទាំងអស់គួរតែពិចារណាឡានរថយន្តអគ្គិសនីទៅព្រោះដោយសារការប្រើប្រាស់ជាក់ស្ដែងវាពិតជាសំចៃហើយមិនមែនតែប៉ុណ្្នឹងទេវា comfort ប្រព័ន្ធសុវត្ថិភាពផាសុខភាពហើយការសំចៃបើចង់ប្រើខ្ញុំគិតថាវាល្អដែរសម្រាប់ជួយបរិស្ថានហើយនឹងសំចៃបានថវិកាច្រើនបាទជាចុងក្រោយគឺខ្ញុំសូមប្រាំផ្ញើទៅបងប្អូនដែលមានបំណងចង់ផ្លាស់ប្ដូរឬក៏ចង់ទិញថែមរថយន្តអគ្គិសនីចង់សាកល្បងប្រើប្រាស់បងប្អូនកុំមានការបារម្ភព្រោះបើសិនជាបងប្អូនប្រើប្រាស់ជាមួយនឹង Ion Cambodia ក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ក្នុងការនិយាយថាបងប្អូនទិញទៅទាំងការប្រើប្រាស់ទាំងកាយគឺបងប្អូនមិនបាច់បារម្ភទេព្រោះក្រុមហ៊ុនគាត់ជួយណែនាំជួយអីឲ្យយើងគ្រប់សពតែម្ដងបាទចឹងខ្ញុំមានតែប៉ុណ្ណេះបងសូមអរគុណច្រើនបាទជំរាបលាសូមអរគុណបងខាងបងមានតែប៉ុណ្្នឹងទេបងសូមអរគុណច្រើនអរគុណ Ion